បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំធ្វើសម្លសម្លក់ក្បាលត្រីអាំងបាទបងប្អូនមានបន្លែដូចជាតឡាចបាទមានតឡាចមានផ្សិតវែងនេះផ្សិតអីបងប្អូនហ្នឹងហើយបន្លែមានអាហ្នឹងហើយនឹងនេះផ្ទីមួយទៀតផ្ទីពីបន្លែខៀវបាទហើយនេះក្បាលត្រីហើយខ្ញុំអាំងសល់ពីម្សិលមិញញ៉ាំត្រីដុតអំបិលសល់ក្បាលត្រីយកត្រីមកស្លប្រហើស្លសម្លក់ឥឡូវចាប់ដើមខ្ញុំដាក់ទឹកទៅដាក់អំបិលបន្តិចបងប្អូនបាទបន្ទាប់មកដាក់ដុំស៊ុបដុំខ្នុរមួយដុំហើយនេះស្លឹកគ្រៃបាទហើយនឹងខ្ទឹមសមកកាពី2កាពីទៅគ្របទុកឲ្យទឹកឲ្យពុះបាទឥឡូវទឹកយើងពុះហើយខ្ញុំដាក់អានេះគឺខ្ជាយស្រស់យើងវាយដាក់ទៅហើយនេះប្រហុកបងប្អូនប្រហុកថ្មីយកមកពីស្រុកខ្មែរឈ្ងុយដល់បាទដាក់ផុងទីទៅបើចង់ដាក់ច្រើនក៏ដាក់ច្រើនទៅបាទហើយក៏បេះក្បាលត្រីអាំងហ្នឹងដាក់ចូលបងប្អូនក្បាលត្រីអាំងសល់ហ្នឹងយើងក៏បោះចោលយកក្បាលត្រីមកស្លទៀតបានមួយមុខទៀតបាទឥឡូវសម្លយើងក៏ពុះហើយឥឡូវយើងដាក់បន្លែចូលទៅបន្លែដូចខ្ញុំព្រៀបប្រាប់មិញហ្នឹងគឺមានតឡាចហើយនឹងអីក៏បានដែរមានអនុក៏បានតែអត់មានខ្ញុំមានតឡាចហើយនឹងផ្សិតបាទហើយយើងទុកវាឲ្យពុះសិនបងប្អូនសូមយើងដាក់គ្រឿងវាបាទមិញពេចប្រាប់បាទដាក់គ្រឿងគឺយើងមានតែស្ករបន្តិចទៅហើយនឹងប៊ីចេងទៅប៉ុណ្ណឹងហើយបន្ទាប់មកទឹកពុះហើយខ្ញុំក៏ដាក់ស្លឹកទីចូលបងប្អូនសម្រាប់ស្លសម្លក់គ្មានគ្រឿងអីច្រើនទេបងប្អូនមានតែអំបិលស្ករហើយនឹងប៊ីចេងតែប៉ុណ្ណឹងហើយនឹងប្រហុកគ្រឿងផ្សំមានតែប៉ុណ្ណឹងបាទហើយយើងកូរទៅឲ្យត្រឹមតែមកឆ្អិនបន្លែផ្ទីឡើយហ្នឹងយើងដាក់ចុះមកលក់មើលទៅបើតាសាបយើងថែមអំបិលបន្តិចទៅបើចង់បានផ្អែមតែផ្អែមយើងបន្តិចទៅមានតែប៉ុណ្ណឹងបាទដួសដាក់ចានបានប៉ុណ្ណឹងនេះសម្លក់ក្បាលត្រីបាទងាយហត់ក្តៅជំនួសស៊ុបបងប្អូនប៉ុណ្ណេះរួចមកពេលល្ងាចទៀតអរគុណច្រើនបងប្អូន